បងព្រួលប្រាលេងស្មោះស្នេហ៍បានប្រានហើយចង់កែដងដៃទុំអើយអូនឈឺចាប់ក្រំចិត្តរៀងរាល់ថ្ងៃមកមានថ្មីថ្លៃក៏ហងអូហើយមិត្តអូនផងគុំតន់ទៅណាចោលអូនមិនអាចរួមម្នាក់អើយកាបានទេណាខ្លីចាក់ចោលស្គីហើយតែគ្មានអូនចាំបងស្នេហ៍គេចាំបបចង់ផ្លៃពេលនេះបងត្រូវតែនៅក្បែរស្រីសន្តារៀមរាបងក៏ដឹងអ្នកស្រីបានជាអ្នកស្រីមិនក៏ឯងចុះពីលើក្រែនអ្នកស្រីបានជាអ្នកស្រីបានជាមីងចាំងឆាប់ឡើងគ្រាអ្នកស្រីបានជាចូលទៅខាងក្នុងវិញទៅលឿនឡើងមីងចាំងលោកជើអ្នកស្រីបានជាលោកជើមិនជើ ចា ឆាប់តពោលឺជឿមកចា លោកជើឯងហៅម៉ែមែនទេម៉ែគ្រាន់តែស្ដាប់ឬក៏មកទៀតលោកជើឲ្យម៉ែបបកូនណាកូនឆ្លាតលេចអីហើយខ្ញុំគឺជាម្ដាយគេណាលោកជើនេះម៉ែឲ្យកូនមានលឺដែរទេពួកឯងបីអ្នកនៅជាមួយគ្នាមកផ្លេតទៅឯងហូបបានហូបឲ្យច្រើនទៅអូលោកជើឆ្លាត មិនជើទៅដើមពុនមកហូបពុនទៅអ្នកស្រីបានជាលោកម្ចាស់ឲ្យខ្ញុំយកកូនខ្ញុំឲ្យមកខ្ញុំមកមិនចាំបាច់យកវាទៅទេគេដេកលក់ហើយអូមិញពោះទៅចាឲ្យខ្ញុំមកអ្នកប្រុសតូចលោកម្ចាស់ស្គមណាអបអូនមកស្អាតទេគឺបងមិនស៊ីចង់ឲ្យអូនហេតុអីក៏បងអត់ទៅមើលអូនពួកគេបានទៅមើលអូនគ្រប់គ្នាលួចជឿនៅរស់ទេអូនដឹងគឺអូនជាអ្នកលួងគេឲ្យដេកកុំបារម្ភអីណាបងនាំកូនទៅក្រុងអាចព្យាបាលបានបើព្យាបាលមិនបានបងនឹងនាំវាទៅរាជធានីទោះជារលាយទ្រព្យសម្បត្តិទាំងអស់ក៏បងត្រូវតែឲ្យវានិយាយបានវិញដែរវ៉ាន់ជាអូនឈប់ពិបាកចិត្តទៀតទេវ៉ាន់ជាអូនឈប់ធ្វើអញ្ចឹងទៀតទេម៉ែខុស
តើអូនចង់ជ្រៀងរហូតដល់វាងាប់តើមែនទេ ម៉ែជាអ្នកខម៉ែជាអ្នកខម៉ែជាអ្នកខខ្ញុំ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 ខខ្ញុំខខ្ញុំខខ្ញុំខ ជ្រៀងទៅ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  ម៉ែជាអ្នកខ ជ្រៀងទៅ អ្នកណាខំនឹងស្រីសាន់ឈីវនៅបន្ទប់ដាក់អោ អ្នកស្រីសៀវអ៊ីគឺខ្ញុំ អ្នកណាឲ្យពូអត្តនោម័តដោយខ្លួនឯង ខ្ញុំគិតថាអ្នកស្រីសានឈីវសាងបបកម្មធំយ៉ាងនេះបើសិនជានៅផ្ទះខាងស្ដាំទៀនទោះយ៉ាងណាក៏មិនត្រូវដែរខ្ញុំគិតថា អ្នកណាលោកគិតលោកមិនចាំបាច់គិតនោះទេធ្វើតែការងារដែលម្ចាស់ផ្ដាំទៅបានហើយគិតស្អីគិតរឿងរបស់ម្ចាស់ហ៎នៅនិយាយហេតុផលជាមួយខ្ញុំទៀតលោកដឹងថាអ្វីហៅថាហេតុផលទេបាបកម្មនោះគឺបាបកម្មទោះជាគាត់ធ្វើអ្វីក៏ដោយនៅក្នុងផ្ទះនេះគាត់នៅតែជាអ្នកស្រីសានឈីវ អ្នកស្រីធំអ្នកស្រីសៀវអ៊ីខ្ញុំដឹងខ្ញុំខុសហើយ លោកអត់មានខុសទេលោកគ្រាន់តែលួងពួកខ្ញុំកុំស្មានថាខ្ញុំមិនដឹងពីកំណត់របស់លោកណាលោកគឺមនុស្សចាស់នៅគ្រួសារឆៅក្រៅពីលោកម្ចាស់និងលោកស្រីសូម្បីតែលោកស្រីធំក៏មិនអាចថយបានដែរ លោកស្រីធំខ្ញុំអត់មានគិតអញ្ចឹងទេហើយក៏មិនហ៊ានគិតអញ្ចឹងដែរ នៅក្នុងផ្ទះមានរឿងធំលោកប្រុសធំក៏ពិបាកចិត្តណាសុខភាពលោកម្ចាស់ក៏មិនល្អការងារទាំងធំទាំងតូចត្រូវតែមានមនុស្សមកមើលខុសត្រូវទោះជាយ៉ាងណាក៏ដោយក៏គួរតែឲ្យទៅលោកប្រុសធំនៅតែពាក្យចាស់មួយម៉ាត់នឹងគ្រួសារឆៅរុងរឿងអ្នកទាំងអស់គ្នាសិតតែមានមុខមានមាត់ពូពេញក្រៅពីជួយមើលទាំងក្នុងទាំងក្រៅផ្ទះកណ្ដាលហើយនៅផ្ទះខាងឆ្វេងក៏ត្រូវតែមើលដែរបន្ទប់អ្នកបំរើនៅបន្ទប់ខាងស្ដាំប្រគល់ឲ្យមីងពេញចាខួយខាងក្រៅរត់តែរញ៉េរញ៉ៃទៅហើយឯងត្រូវតែចាប់អារម្មណ៍បន្តិចការពារសុវត្ថិភាពទូទាំងសំណាក់មិនអាចប្រហែលបានទេខាងរោងចក្រជើគង់ទុកឲ្យអត្តជាមើលដដែលហាងនឹងក្រុមហ៊ុនរបស់ពួកយើងដល់ថ្ងៃខ្ញុំនឹងទៅប្រមូលបញ្ជីអត្តជាឯងត្រូវឧស្សាហ៍បន្តិចត្រូវតែឧស្សាហ៍យកដំណឹងខាងក្រៅមកប្រាប់លោកម្ចាស់មីងពេញពេលខ្ញុំអត់នៅការងាររបស់ពួកស្រីសួរសៀលអ៊ីទៅចាទោះជាយ៉ាងណាក៏ដោយគ្រួសារឆៅនៅតែដដែលមេឃមិនរលំទេរំសាយទៅយ៉ាងមិនទៅឲ្យពូពេញតែប៉ុន្មានម៉ាត់ក៏និយាយដល់ពូដួលទៅហើយហ៎ អ្នកស្រីធំខ្ញុំធ្វើឲ្យអ្នកស្រីធំខ្មាស់គេហើយ លោកមិនមែនធ្វើឲ្យអ្នកស្រីធំខ្មាស់គេទេគឺធ្វើឲ្យលោកម្ចាស់ហើយនិងលោកប្រុសធំខ្មាស់គេ ខុំអ្នកស្រីសានឈីនៅក្នុងបន្ទប់ដាក់អត់ខុសទេប៉ុន្តែលោកគ្មានសិទ្ធិខុំទេពូពេញលោកធ្វើមនុស្សឆ្លាតពេកហើយមនុស្សទាំងធំទាំងតូចក្នុងផ្ទះនេះអត់មានអ្នកណាល្ងងទេបាទ
ចេញទៅពងខ្ញុំមិនផឹកទេ ត្រូវតែផឹកគ្រួសារឆៅអត់មានពុកតែមិនអាចអត់មានឯងនោះទេឯងមានគិតទេបើគ្រួសារឆៅអត់មានឯងតើខ្លាចទៅជាយ៉ាងម៉េចងើបមកឡើងគ្មានរឿងអីធំដុំទេឯងគឺជាមនុស្សដែលអាចធ្វើកិច្ចការធំបាន ខ្ញុំធ្វើលេងបានហើយ មិនក៏ដូចជាមនុស្សងាប់អញ្ចឹង ពិបាកជាមនុស្សងាប់ទៅទៀត រសើរព្រៃឈើបានគង់វង្សមិនខ្លាចអត់អូសដុតនោះទេឯងគួរតែយល់ហើ ភ្ន យ ំទុកជូរនៅខ្លាចទៅជាត្រងោលគ្មានភ្នំក៏អត់មានអស់ដែរ មិនអក្រក់ដល់ឋានៈនឹងទេមិនស៊ីមិនកើតមែនវ៉ាន់យកក៏មិនកើតដែរឯងនៅមានស៊ីវអ៊ីណាមួយយ៉ាងទៀតទោះជាស៊ីអ៊ីមិនកើតក៏ដោយក៏ឯងអាចយកទៀតកើតដែរ ពងខ្ញុំឈប់ជើងឈប់កើតហើយខ្ញុំធ្វើសេះបង្កាត់ពូជឲ្យគ្រួសារឆាវឆ្អែតឆ្អន់ហើយបើចង់កើតពុកកាត់ខ្លួនឯងទៅ ពុកមិនប្រកាន់នឹងសម្ដីឯងទេអាម៉ានឯងដេកមកផ្លេតទៅជឹកគៀងឆេអស់ហើយមិនតែអសរមួយរលត់គ្មានស្អីផ្សេងទេ ពុកកើតដែរ ពុកពិតជាចង់កើតមែនខ្លាចតែពុកកើតចេញមកឯងតោះវាមិនបាន ក៏មកជឿខ្ញុំពងអត់ប្រយោជន៍ទេ ដេករួចហើយ មិនទាន់ទេចាំមកផ្លែតទៅអឺបងមកជួបដំណើរអូនមែនទេបើអញ្ចឹងអូនផឹកឲ្យច្រើនតែងពេលទៅរៀបការចូលគ្រួសារឆាងអ្នកណាក៏ផឹកមិនឈ្នះអូនដែរ មានម្ដងអូននៅចូលរហូតដល់បងស្វឹងវានឹងធ្វើឲ្យអូនខូចកិច្ចការធំទៀនចាប់ពីពេលនោះមកអូនក៏ឈប់ប៉ះស្រារហូតបងកំដៅអូនផឹកបន្តិចទៅតែមួយពេងប៉ុណ្ណោះបងមិនសាញ់នឹងអូនទេអះគឺអូនបង្កឡើងដោយខ្លួនឯងពួកបងពីអ្នកឪពុកកូនសិតតែមិនចូលចិត្តអូន អូនពិតជាល្ងងមែនអូនបំពន់លូជើងហើយនៅមានសង្ឃឹមថាបងកំដៅអូនផឹកស្រាទៀត សាន់ឈីវ អូនគឺជាពស់វែកសំដីតិចតែពឹកខ្លាំង អូនឆ្លើយនឹងបងមួយម៉ាត់មកហេតុអី អញ្ចឹងបងអង្គុយចុះមកស្ដាប់អូននិយាយទៅ បងអង្គុយមិនកើតទេ អញ្ចឹងអូនក៏មិនអាចអង្គុយដែរមិនអញ្ចឹងបងនឹងថាអូនគ្មានច្បាប់ទម្លាប់ប្រកាសហើយមនុស្សដែលចិត្តស្លាប់ទៅហើយបងមិនបន្ទោសទេ ហេតុអីហេតុអីហ៎បងមិនមែនជាស្រី
និយាយប្រាប់បងក៏នៅតែមិនយល់ដែរ អូនឈប់និយាយទៅ អូនចង់និយាយ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 នៅយប់ដែលអូនរៀបការជាមួយបង ហើយខ្ពើមណាស់ មិនខ្ពើមទេពេលអូនរៀបការជាមួយបងបន្តិចក៏មិនគួរឲ្យខ្ពើមដែរគឺក្រោយមកបងស្អប់ខ្ពើមអូនមិនខ្លាចស្លាប់ទេខ្លាចតែបងខ្ពើមអូនខ្លាចតែបងខ្ពើមអូនតែប៉ុណ្ណោះពិតជាខ្លាចតែបងខ្ពើមអូនពិតមែនយប់នោះភ្លៀងធំណាស់បងនាំអ្នកបម្រើទៅជួសជុលឃ្លាំងអង្គរអូននៅក្នុងបន្ទប់ផ្សំដំណេររបស់បងចាំរហូតដល់ពាក់កណ្ដាលអត់ត្រៀតងងុយដៃទ្រាំលេងបានក៏ក្តេចជើងខ្លួនឯងក្តេចជើងហើយក្តេចជើងហើយក្តេចត្របកភ្នែកក្រោយមកទ្រាំលេងបានមែនទែនអូនក៏តាំងចិត្តក្លាហានទៅឃ្លាំងអង្គររកបងនឹងអ្នកបម្រើផឹកស្រាច្រើនណាស់បង ខ្ពើមណាស់ ស្មានមិនដល់ថាបងផ្សំដំណេកជាមួយអូននៅក្នុងឃ្លាំងអង្គរនោះសោះបងយប់ផ្សំដំណេករបស់អូនគឺនៅក្នុងឃ្លាំងដាក់អង្គរមកដល់ផ្ទះវិញលើខ្លួនអូនជាប់ក្របអង្គរជាច្រើនគ្រាប់បងចង្អុលច្រមុះអូនថាមួយជីវិតនេះអូនមិនអត់បាយស្លាប់ទេក្រោយមកអូននិយាយប្រាប់សៀវអ៊ីសៀវអ៊ីនៅនិយាយលេងសើចជាមួយអូនថាបងស្រីពិតជាល្អលេងមែនកូនកាត់ទី1គឺឆែបមាត់នេះគឺជាកូនប្រុសទី1របស់គ្រួសារឆាយមានសំណាងល្អមុនបាត់ទៅហើយពិតមែនវាពិតជាសំណាងល្អមុនបាត់ទៅហើយមែនទេវាសំណាងមុនបាត់ទៅហើយខ្ពើមណាស់ចាប់ពីពេលនោះមកបងក៏ខ្ពើមនឹងអូនបងក៏លេងប៉ះពាល់អូនទៀតក្រោយមកដេកជាមួយអូនគឺអូនយំសរសេរសស្រាក់ទៅបងមិនស៊ីងជាច្រើនលើកទៅរៀបចំបានអូនឈប់យំហើយអូនស្លាប់ក៏មិនខ្លាចដែរតើអូននៅយំស្អីទៀតក្រោយមកអូនក៏មានជើងឡាងជួយអូនហើយប៉ុន្តែលើកនេះវាជួយអូនបានតែពាក់កណ្ដាលទេបើវាគឺជាកូនប្រុសមិនដឹងជាល្អយ៉ាងណាទេអូននិយាយចប់ហើយណាតើពេលនេះអូននិយាយឆ្អែតឆ្អន់ហើយអូនទៅចុះសានឈឺទៅចុះនិយាយរឿងទាំងអស់នេះធ្វើអីអូនទៅចុះគឺអ្នកណាជាអ្នកចាត់ការអូនទៅចុះគឺអ្នកណាជាអ្នកចាត់ការខួយមែនទេ
អូនមិនចង់បានទេអូនចង់ឲ្យបងរត់កអូនឲ្យស្លាប់តដៃបែបនេះអូនចូលទៅឋាននរក18ជាន់ក៏សប្បាយចិត្តដែរគឺបងរត់កអូនដោយផ្ទាល់ដៃបងលេងខ្ពើមអូនទៀតហើយ គ្មានអ្នកណារត់កអូនទេគឺជន់អូនទៅផ្ទះណាជន់អូនទៅផ្ទះណាទៅផ្ទះវិញទៅ បងក៏ហក់អូន បងអត់មានស្អប់ខ្ពើមអូនទេក៏អត់មានកុហកអូនដែរសៀវអ៊ី បងសាន់ឆាវអីវ៉ាន់រៀបចំរួចអស់ហើយខ្ញុំបានដាក់នៅផ្លូវខាងក្រោយសាន់ឆាវសាន់ឆាវថ្វាយបង្គំគួងម៉ានទៅហើយទៅចុះហើយចុះជឿឡើងជាឡានតកូលឆាវគង់ម៉ានឲ្យគេនៅទីនេះ ខ្ញុំអាចទៅមើលវាទេមើលរូបរាងឯងចឹងតើសមដែរទេមកហើយអូគឺអ្នកស្រីទី2ទេឆាប់ចូលមក បងបានជាសម្រាប់ឲ្យមែនទេ មិនតាន់ទេ ខ្ទាស់ខ្សែឯងខ្ទាស់តែជារូបខ្ញុំខ្ទាស់តែជាសំណាញ់ត្រីខ្ទាស់ខ្សែអាចចេះលេងទេមិនពូកែលេងទេតែជាមួយខ្ញុំមកអូលេងអាចចាំទាយថាខ្ញុំធ្វើរូបអីណាកូនកន្ត្រកការត្រកូលផ្ទះ
កូនស្ពានព្រះច័ន្ទបងធ្វើលឿនពេកខ្ញុំចាក់តាមមិនទាន់លោកជើគេហៅខ្ញុំហើយមកលោកជើ អ្នកស្រីវ៉ាន់យាអ្នកប្រុសតូចដេកលក់ហើយ ខ្ញុំលើគេហៅខ្ញុំច្បាស់ណាស់មីងមិនក៏និយាយថាគេដេកលក់ គឺគេហៅនឹងមីងចាំង ខ្ញុំគឺម្ដាយគេដេកជាមួយខ្ញុំលោកជើតាមមិនដែរទេដេកជាមួយម៉ែណាម៉ែច្រៀងបំពេកូនឲ្យកូនដេកខ្សែឯងខ្ទាស់តើល្អទេខ្ទាស់ខ្សែឯងខ្ទាស់ក្រញ៉ាំហើយគឺមន់ធំមួយខ្ញុំខ្ទាស់សរសៃមីមួយសរសៃហើយមួយសរសៃទៀតឯងខ្ទាស់កូនសំណាញ់ដែលមានត្រីមួយហៅម៉ែទៅណែហៅម៉ែទៅមិនក៏ឯងចេះហៅម៉ែអញ្ចឹងឯងក៏តែមែនទេមិនលើខ្ញុំហៅឯងទេហេតុអីក៏និយាយកុហកខ្ញុំអ្នកស្រីវ៉ាន់យាគឺពោះវែកចាក់ខ្ញុំហៅរត់ទៅបាត់គឺពោះវែ អ្នក ក ស្រីទី2អ្នកស្រីដេញពិនទៅប្រហែលជាធូបបន្តិចក្រែងអ្នកស្រីវ៉ាន់យាអាសាទៅបន្ទប់អ្នកស្រីស្ដាប់ពិនណាស់ហ៎ អ្នកស្រី រកគិតថាខ្លួនសំណាមានគ្រប់យ៉ាងមានបងនៅក្បែរថែរៀងសាបងពូលអះអាងសន្យាថារៀបការនឹងស្រីតែពេលនេះបងព្រួលប្រែលេងស្មោះស្នេហ៍បានប្រានហើយចង់កែដងដៃទុំឲ្យអូនឈឺចាប់ក្រោយចិត្តរៀងរាល់ថ្ងៃមកមានថ្មីថ្លៃក៏ហងអូអាណិតអូនផងគុំតន់ទៅណាចោលអូនមិនអាចរួមម្នាក់ឯកាបានទេណាខ្លីគុំចាក់ចោលស្រីហើយតែគ្មានអូនចាំ